Bảo kê bà chỉ để xua bộ đăng đi bật chỉ tì slide chỉ tì rập bàn bằng đáy bạn ngàyនេះខ្ញុំបានលើកវីដេអូតាក់ទងនឹងរបៀបនៃការដោះសោនៅក្នុងករណីបងប្អូនដែលថាយើងចាក់សោហើយបាត់មេសោប្រភេទអក្សរធម្មតាបងដូចឃើញនៅក្នុងវីដេអូស្រាប់មិនមែនជាប្រភេទសោ select ទេបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានជាកូនសោហើយនឹងមានជាកវលកវលកំប៉ុងយើងកវលខាងលើណាដៃវាបាទហើយដើម្បីអាចប្រើប្រាស់បានគឺយើងយកវាមកកាត់បងបាទនេះយើងកាត់ដូចរូបនឹងមកកាត់មកខាងវែងមកខាងខ្លីឲ្យវារាងកោងតិចមកហើយយើងយកអន្តកាប់មកយើងបូតវារាងស្រួចបាទយើងទៅកាប់យកមកគៀបវាស្រួចមកដើម្បីយើងអាចចាក់ចូលទៅបងបាទបងដែលថាបាត់អីអាចអនុវត្តតាមវីដេអូនឹងបានយើងគ្រាន់តែចាក់ចាក់បានបងនេះយើងពង្វិលមកចាក់បានបងបាទបងដែលបាត់ថាកូនសោអាចប្រើវិធីហ្នឹងបានពិសេសយើងសោយើងធម្មតានៅក្នុងវីដេអូបាទតែពេទ្យសោ select អត់ងាយបងព្រោះសោ select ជាពេទ្យសោដែលមានថាកូនសោខុសគ្នាណាបាទអញ្ចឹងស្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងបងនេះបាទចាំជួបគ្នាវីដេអូក្រោយហើយបងតែពេញចិត្តពេជ្រសៀមអ្នកមួយទុកជាមេរៀនដល់អ្នកគ្នាអរគុណច្រើនបាយ